ជនជាតិណាក៏វាមានដែរមនុស្សក្រក់ប៉ុន្តែមើលព័ត៌មានទៅឃើញជនជាតិចិនទៅដល់កន្លែងណាគឺល្បីនៅកន្លែងហ្នឹងតែម្ដងគឺពិបាកហើយហេតុការណ៍នេះកើតតាំងពីខែមុនថ្ងៃទី11ម្លេះមានបរិសុទ្ធជនជាតិចិនម្នាក់គាត់ស្បឹងស្រាហើយគាត់មានវ័យប្រហែលជា50ឆ្នាំចានៅពេលដែលគាត់ហូបបាយហើយគាត់ដើរកតេកតើទៅវាយអ្នកដែលគេនៅកំពុងធ្វើការនៅកន្លែងនេះបងប្អូននៅកន្លែងក្រាន់ហ្នឹងទៅវាយគេចាហើយអ្នកបំរើរត់តុកអីនៅខាងក្រៅហ្នឹងគាត់រត់ចេញទៅក្រៅឡើងឆ្វាអញ្ចឹងទៅនៅពេលគាត់ចេញទៅក្រៅទៀតចាបរិសុទ្ធជនជាតិចិនហ្នឹងដែលជាជនដៃដល់ហ្នឹងរត់ទៅក្រៅគាត់ចូលផ្ទះវិឡាមួយប៉ុន្តែផ្ទះវិឡាហ្នឹងគាត់មិនដែលស្គាល់គេទេគ្រាន់តែចូលទៅដល់គោះទ្វារគេឡើងអញ្ញៃហ្នឹងដល់ពេលអ្នកនៅក្នុងផ្ទះហ្នឹងគាត់ក៏បានបើកទ្វារចាបើកទ្វារទៅស្រាប់តែបរិសុទ្ធជនជាតិចិនហ្នឹងបានដល់វាយគាត់យ៉ាងទំនំផងដែរបន្ទាប់មកគាត់ចេញពីផ្ទះហ្នឹងមកវាយគេនៅខាងក្រៅទៅទៀតបន្ទាប់មកទៀតគាត់បានយកឡានគេចាអាហ្នឹងគេហៅថាប្លន់ទៀតករណីយកឡានគេបើកចេញទៅហើយគាត់អត់មានអត់មានបានបើកបរហើយឡានគាត់ហើយគាត់ក៏បានសបឹងទៀតហើយបើកហើយមិនត្រឹមតែចុះគាត់មានចេះបើកណាបើកទៅវាទៅគ្រោះថ្នាក់ចរាចរណ៍ត្រូវគេត្រូវឯងទាំងអស់ករណីដែលគាត់ធ្វើនេះគឺ9ករណីតែម្ដងហើយបន្ទាប់មកទៀតប៉ូលីសគេបានចាប់គាត់យកទៅណាគាត់ថាគាត់ស្វឹងស្រាគាត់អត់មានការចងចាំទេហើយអត់មានការចងចាំមិនបើរឿងវាធំដល់ថ្នាក់ហ្នឹងឯងអត់មានការចងចាំទៀតគេនឹងធ្វើការទៅតាមផ្លូវច្បាប់អញ្ចឹងណាបងប្អូនហើយប្រជាជនកូរ៉េជាច្រើនគាត់មានការខឹងសម្បាគាត់និយាយទៅប្រជាជនកូរ៉េគាត់អត់ចូលចិត្តជនជាតិចិនប្រហែលទេដោយសារតែជនជាតិចិនគាត់មកប្រទេសកូរ៉េជាច្រើនគាត់តែងតែបង្កភាពចរាចរណ៍គ្រោះថ្នាក់នេះនោះក៏អត់មានសូវខ្លាចច្បាប់ទម្លាប់នៅប្រទេសគេទេចាហើយជាពិសេសនៅកោះឆេយូតូបងប្អូនគឺសម្បូរណាស់ជនជាតិចិនចាសូមអរគុណនិងជំរាប